សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកអំពីការសន្សំប្រាក់នៅក្នុង account HSA ដែលជា account មួយផ្នែកខាងសន្សំប្រាក់សម្រាប់ឲ្យយើងខាងផ្នែកសុខភាពអញ្ចឹងបើសិនជាយើងបើក account ហ្នឹងទៅក្រុមហ៊ុននឹងដកលុយហ្នឹងយកទៅចូលក្នុង account HSA ហ្នឹងដើម្បីសន្សំប្រាក់ឲ្យយើងនៅពេលចាស់ហើយក្នុង between ពីយើងធ្វើការនឹងដល់ចាស់បងប្អូនអាចយកលុយនោះមកប្រើប្រាស់ដូចជាទៅvisit ពេទ្យឬក៏ទិញថ្នាំឬក៏យើងត្រូវការឈឺអីថ្ងៃណាមួយយើងនៅព្យាបាលមន្ទីរពេទ្យយើងអាចយកលុយហ្នឹងទៅព្យាបាលបានបងប្អូនដោយយើងទៅពេទ្យជួនកាលយើងត្រូវបង់ថ្លៃនេះថ្លៃនោះយើងមិនអាចចេញលុយសុទ្ធយើងបង់អាកាតហ្នឹងក៏បានដែរបងប្អូនក្រុមហ៊ុន HSA នេះគឺជាក្រុមហ៊ុនដ៏ល្អមួយដែលគេបើកឲ្យ invest to បើសិនជាយើងអត់ត្រូវការឈឺឬអត់ត្រូវការទៅពេទ្យអីចឹងឯងលុយដែលនៅសល់ដែលគេដកពីយើងហ្នឹងគេនឹងយកទៅ invest ឲ្យយើងក្រុមហ៊ុនខ្លះគេឲ្យយើង invest ខ្លួនឯងខ្លះទៀតយើងតម្រូវទៅតាមក្រុមហ៊ុនដែលគេឲ្យគេ invest ឲ្យយើងអញ្ចឹងក្រុមហ៊ុន HSA នេះគឺជារឿងល្អមួយដែលក្នុងមួយឆ្នាំគេឲ្យយើងដាក់សម្រាប់អ្នកនៅ single គេឲ្យដាក់ពី4000ឡើងទៅពី4000ពី4000ចុះហើយនឹងអ្នកដែលមាន family គេឲ្យ8500ក្នុងមួយឆ្នាំបងប្អូនហើយក្រុមហ៊ុននេះគឺជាក្រុមហ៊ុនមួយដែលល្អដែលខ្ញុំចង់ចែករំលែកបងប្អូនព្រោះអីខ្ញុំពីមុនមកខ្ញុំមិនបានដឹង HSA នេះទេនេះខ្ញុំសុទ្ធតែរៀនតាមគេដែរបងប្អូនហើយឥឡូវនេះខ្ញុំបានបើក account ហ្នឹងដើម្បីឲ្យគេដកលុយខ្ញុំប្រចាំខែហ្នឹងយកទៅដាក់នៅក្នុង account មួយហ្នឹងដើម្បី invest ព្រោះអីបើសិនជាយើងអត់ត្រូវការទៅពេទ្យឬក៏យើងមិនឈឺអីទេអាហ្នឹងយើងទុកលុយហ្នឹងគឺ invest ឲ្យយើងបងប្អូនគឺវា grow ល្អមែនតើហើយបងប្អូនចង់ដឹងព័ត៌មានលម្អិតអាចចូលទៅក្នុង website របស់ក្រុមហ៊ុននេះបានគេប្រាប់យើងដោយលម្អិតមែនតើបងប្អូនពិតជារឿងល្អសម្រាប់ការសន្សំប្រាក់នៅក្នុង HSA នេះអ្នកខ្លះគេថាសម្រាប់តែពេលឈឺប៉ុន្តែនេះមិនមែនសម្រាប់តែពេលយើងឈឺទេបងប្អូនយើងអាចយកទៅប្រើដូចទិញថ្នាំយើងទិញថ្នាំនៅកន្លែងណាក៏បានដែរយើងប្រើកាតហ្នឹងដូចតែធនាគារយើងដែរបងប្អូនយើងអាចប្រើវានៅគ្រប់កន្លែងមិនចាំបាច់ថាយើងទៅដេកពេទ្យបានយើងប្រើទេប៉ុន្តែសម្រាប់អ្នកខ្លះគេ recommend ថាបើសិនជាយើងឈឺយើងសុខចិត្តប្រើលុយសុទ្ធយើង